tỏ dương đo sai lầm hận lệ bay rồi mắng trôi rồi đầm lạiในตัวซอចឹងក្នុងការដោះស្រាយនៃតួអក្សរយើងមើលពិនិត្យមើលលេខនេះបើសិនតែ n នេះតម្លៃតួអក្សរនេះជិតនឹងលេខ5យើងត្រូវដក5អញ្ចឹងដើម្បីរកតែ n នេះអញ្ចឹងយើងច្រឡងលេខនឹងចូលស្ដាមវិញមក n បូក5ស្មើឲ្យនឹង11អញ្ចឹងយើងធ្វើម៉េចដើម្បីបាត់លេខ5នឹងចោលយើងត្រូវដកអង្គទាំងពីរនឹង5បាទដកអង្គទាំងពីរវិញនឹង5មកយើងសេថា n បូក5ដកឲ្យ5នេះយើងដកចេញហើយបើសិនទាំងអង្គទី1យើងដកចេញនឹង5អង្គទី2គឺយើងដកចេញនឹង5ដែរអញ្ចឹងយើងក៏លេខមើលឃើញលេខនេះ n បូក5ដក5នៅសល់តែតួអក្សរ n ចឹងសេថា n ស្មើឲ្យ6ដក11ដក5នេះស្មើនឹង6ដូចនេះn ស្មើនឹង5 6លំហាត់លេខ2ខ 3n ស្មើ12យើងដឹងហើយថាតួអក្សរ n នេះchấpផលគុណchấpមេគុណ3អញ្ចឹងដើម្បីធ្វើឲ្យ3នេះបាត់យើងត្រូវចែកអញ្ចឹងយើងសេចម្លងរបស់លេខនេះចូលស្ដាម 3n 3n ស្មើឲ្យនឹង12ប៉ុន្តែធ្វើម៉េចបានមេគុណ3យើងត្រូវចែកនឹង3បាទបើអង្គទី1ចែកនឹង3អង្គទី2ត្រូវចែកនឹង3ដែរ3ចែក3នៅសល់ឲ្យ n 12ចែក3ស្មើនឹង4ដូចនេះតម្លៃ n នេះស្មើនឹង4 n ស្មើឲ្យ4លំហាត់កូរៀងពិបាកបន្តិចដោយសារតែ n នេះចាប់លេខ6ផងចាប់លេខ3ផងអញ្ចឹងយើងបំបត្តិបូកសិនចំនួនដែលចាប់ n នេះមានបូកមានគុណអញ្ចឹងណាអញ្ចឹងយើងបំបត្តិលេខ6នេះសិនហើយយើងចាំបំបត្តិលេខ3អញ្ចឹងយើងអាចសៀតថា 3n បូក6ស្មើនឹង36ដដែលរបស់លេខយើងច្រឡំដល់របស់លេខដដែលសិនបើយើងចង់បំបត្តិលេខបូក6យើងត្រូវដក6ចេញបើអង្គទី1ដក6អង្គទី2ត្រូវដក6ដែរអញ្ចឹងយើងសង្កេតមើលរបស់លេខនេះបូក6ដក6នៅសល់អីគេនៅសល់តែ3n ទេបាទនៅសល់ 3n ទេចំណែកអង្គទី2គឺនៅសល់36ដក6ស្មើ30អញ្ចឹងយើងមើល n យើងទៀត n យើងគឺចាប់ឲ្យចាប់មេគុណ3អញ្ចឹងយើងត្រូវចែកវានឹង3អញ្ចឹងសេថា 3n ស្មើឲ្យ30យើងចែកវានឹង3មកចែកនឹង3ចែកនឹង3អញ្ចឹង3ស្រួលនឹង3នេះអស់ហើយនៅសល់តែ n ចំណែកនេះ30ចែក3ស្មើឲ្យ10ដូចនេះ n ស្មើនឹង10លំហាត់ខូយើងមើលសិនប៉ះលំហាត់បែបនេះយើងត្រូវគុណពង្លាតវងកញ្ចក់2នៅសញ្ញាមុខវងកញ្ចក់ហ្នឹងមានន័យថា2ជារបស់3ផង2ជារបស់ n ផងយើងដាក់សញ្ញាគុណអញ្ចឹងមកហើយយើងគុណចូល2 3ដង6សញ្ញាបូក2គុណនឹង n ឬក៏ n 2ដងគឺ 2n បាត់វងកញ្ចក់អីឃើញនេះអ្នកនរគ្នាឃើញបាត់វងកញ្ចក់ទេទៅមកសញ្ញាស្មើ10បន្ទាប់មកទៀតយើងបំបត្តិផលបូកអញ្ចឹងយើងដាក់ថា6បូកឲ្យ 2n យើងចង់បំបត្តិបូក6នេះចេញយើងដាក់ដក5 6សញ្ញាស្មើនិងសញ្ញាស្មើ10គឺដក6នេះខ្ញុំគូសញ្ញារង្វង់នេះលេខរបស់លេខហ្នឹងគឺខុសត្រង់កន្លែងហ្នឹងឯងការពិតទៅ6បូក 2n ស្មើឲ្យ10 6បូក 2n ស្មើ10ដូចគ្នាប៉ុន្តែយើងចង់ដក6ចេញនេះដក6ចេញទៅអានេះបូកអ្នកនរគ្នា
6នេះមានន័យថាបូក6អញ្ចឹងយើងត្រូវដក6ដើម្បីឲ្យបាត់ដើម្បីវាស៊ីសងគ្នាអស់អញ្ចឹងបូក6ដក6នៅសល់អីគេនៅសល់តែ 2n ស្មើឲ្យ10ដក6នៅសល់ 4 អញ្ចឹងយើងមើល n ទៀត n ចាប់មេគុណ2អញ្ចឹងសេលរបស់លេខដដែល 2n ស្មើ4មកយើងចែកនឹង2ហើយដើម្បីយើងចែកនឹង2ដើម្បីយើងរកតម្លៃតួអក្សរ n បើអង្គទី1ចែកនឹង2អង្គទី2យើងត្រូវចែកនឹង2ដូចគ្នាអញ្ចឹង2សរុប2មកនៅសល់គេនៅសល់តែ n ចំណែក4ចែក2ស្មើប៉ុន្មានស្មើ2អញ្ចឹងតម្លៃ n នេះស្មើ2អត់អីទេយើងបន្តទៀតយើងបន្តចូលចំណោទលេខ5រម៉ាំងចំការមួយមានរាងចតុកោណកែងញ៉ាចំការមួយមានរាងចតុកោណកែងមានទទឹងយើងដឹងហើយទទឹងប្រវែងវាទទឹងវាស្មើគេនោះនេះទទឹងយើងតាំងដល់ស្អីគេតាំងដល់អក្សរ B ស្មើនឹង15.5 ម៉ែត្រនឹងបណ្ដោយយើងតាំងដល់អក្សរ A នេះទទឹងតាំងដល់អក្សរ B ចំណែកបណ្ដោយតាំងដល់អក្សរ A ប៉ុន្តែយើងអត់ដឹងថាតម្លៃ A ស្មើប៉ុន្មានទេគេប្រាប់ថាបណ្ដោយមានប្រវែង4ដងនៃតឹងបណ្ដោយមានប្រវែង4ដងនៃតឹងអញ្ចឹងនៃត្រង់កន្លែងនេះគឺគុណហើយអញ្ចឹងបណ្ដោយយើងស្មើឲ្យនេះស្មើនេះមាននេះស្មើឲ្យនឹងប្រវែង4ដងអញ្ចឹងយើងដាក់លេខ4មក4ដងមិននឹងតែគុណឲ្យគេអ្នកគ្នាគុណនឹងតឹងបាទតើយើងសាកគុណលឿនតិចមកតើវាស្មើប៉ុន្មានតឹងបណ្ដោយយើងគឺ 15.5 នេះគុណនឹង4ដងប្រវែង4ដងទទឹងអញ្ចឹង4 5ដង20សិលេខ0ត្រាទុក2 4 5ដង20 20បូក2 20 22ត្រាទុក2 4ម្ដង4 4នឹង2 6អញ្ចឹងយើងមើលផ្នែកទស្សនវិជ្ជាយើងមានមួយខ្ទង់អញ្ចឹងបើន័យថាប្រវែងទទឹងយើងនេះសំទោសប្រវែងបណ្ដោយយើងនេះស្មើនឹងបណ្ដោយយើងនេះស្មើនឹង62ម៉ែត្រអញ្ចឹងយើងស្គាល់បណ្ដោយយើងរកឃើញគេអត់ប្រាប់ទេយើងរកឃើញយើងស្គាល់បណ្ដោយយើងស្គាល់ទទឹងយើងរកក្លាបតៃឃើញទេអ្នកគ្នាយើងកមកដាក់ឆ្លើយរបៀបឆ្លើយចាស់ត្រង់នេះរបៀបឆ្លើយទៅយើងឆ្លើយថាករោបក្រឡាផ្ទៃដីស្រែក្លាបផ្ទៃដីស្រែក្លាបផ្ទៃដីស្រែយើងតាមរូបមន្តក្លាបផ្ទៃចតុកោណកែងគឺយើងដាក់តាមរូបមន្តមកតាមរូបមន្តក្លាបផ្ទៃតាមដល់អក្សរ A នេះវាស្មើឲ្យក្លាបផ្ទៃនេះវាស្មើឲ្យបណ្ដោយគុណនឹងតតឹងបណ្ដោយរបស់យើងនេះ A នេះវាស្មើឲ្យទទឹងគុណនឹង4គុណនឹងតតឹង4គុណនឹង15.5 នេះអញ្ចឹង A យើងស្មើប្រមាណអ្នកនរគ្នា A យើងស្មើឲ្យនេះស្មើឲ្យ62ម៉ែត្រអញ្ចឹងសេត្រង់កន្លែងនេះស្មើ62ម៉ែត្របាទ B យើងប្រមាណ B គឺគេប្រាប់ហើយគឺ15នេះ 15.5 ម៉ែត្រអញ្ចឹងយើងយករកកលាបផ្ទៃដីស្រែរាងចតុកោណកែងនេះយើងយកកលាបផ្ទៃបាទកលាបផ្ទៃស្មើនឹងបណ្ដោយគុណនឹងតតឹងមានន័យថាស្មើនឹង62គុណនឹង 15.5 អញ្ចឹងយើងគុណត្រង់កន្លែងនេះតិចមកគុណខាងនេះមកធ្វើប្រហែលវិធីខាងនេះមកក្លាបផ្ទៃវាស្មើនឹងបណ្ដោយយើងគឺ62គុណនឹងទទឹងយើង 15.5 យើងដាក់លេខ3ខ្ទង់នេះនៅខាងលើទៅងាយស្រួលគុណដោយសារតែបណ្ដោយយើងវែងមែនប៉ុន្តែលេខវាតែ2ខ្ទង់អញ្ចឹងយើងដាក់ខាងក្រោមទៅយើងស្រួលហៅតែ2ដងគឺចប់បើយើងដាក់ទទឹងខាងក្រោមនៅពេលយើងហៅលេខទៅយើងហៅ3ដងអញ្ចឹងខាតពេលវេលាយើង2 5ដង10សិលេខ0ត្រាទុក1 2 5ដង10 11ត្រាទុក1ទៀត2ម្ដង2 2នឹង1 3តោះ6 5ដង30សិលេខ0ត្រាទុក3
5 ដង 30 30នឹង3 33 សរសេរលេខ3ត្រូវទុក3ទៀត6 1 ដង 6 6នឹង3 9 យើងបូកចូលគ្នាមក 0 1 6 9 ផ្នែកទស្សភាគមានខ្ទង់នេះផ្នែកទស្សភាគមានមួយខ្ទង់អញ្ចឹងយើងដាក់ត្រង់តម្លាក់ត្រង់ឡើយនេះទៅលេខ0អត់មានតម្លៃទេអញ្ចឹងបើន័យថាផ្ទៃកន្លះយើងគឺស្មើឲ្យនេះ961 ម៉ែត្រការ៉េអញ្ចឹង A យើងនេះស្មើឲ្យ900នេះ61 ម៉ែត្រការ៉េកខយើងរកតម្លៃដីស្រែខរកតម្លៃដីស្រែអញ្ចឹងយើងថាយើងប្រើវិចារអ្នកនរគ្នាបើដី1 ម៉ែត្រការ៉េលក់អីគេលក់ក្នុងតម្លៃ 12.5 នេះបាន$12កន្លះអញ្ចឹងដីស្រែយើងប្រហែលដីស្រែយើងគឺរហូតដល់961 ម៉ែត្រការ៉េលក់ក្នុងតម្លៃខ្ញុំចង់បញ្ចូលត្រង់កន្លែងនេះបន្តិចទៀតដើម្បីរកតម្លៃដីស្រែហ្នឹងយើងយកតម្លៃក្នុង1 ម៉ែត្រការ៉េនេះគុណឲ្យនេះបើនៅតម្លៃ1 ម៉ែត្រការ៉េវា$12.5 1 ម៉ែត្រការ៉េ$12.5 អញ្ចឹងបើស្អីទំហំដីស្រែយើង961 ម៉ែត្រការ៉េបើន័យថា$12.5 ចំនួន961 ដងអញ្ចឹងតែចាប់ដើមគុណមកយើងយក961នេះទំហំដីស្រែនេះគុណនឹងតម្លៃដីស្រែក្នុង1 ម៉ែត្រការ៉េគឺ$12.5 ចុះយើងគុណមក5 ម្ដង 5 6 ដង 30 សរសេរលេខ0ត្រូវទុក3 5 9 ដង 45 45នឹង3 48 2 ម្ដង 2 6 ដង 12 ត្រូវទុក1 2 9 ដង 18 18នឹង1 15 19